ស្នេហានិងដំណោះស្រាយរឿងស្នេហាគឺជាបញ្ហាធំរបស់យុវជនក៏ជាជំងឺដែលពិបាកនឹងព្យាបាលចំណែកការសិក្សាវាជាថ្នាំបន្សំដែលយុវជនគួរងាកមកចាប់អារម្មណ៍ប្រសិនបើចង់ព្យាបាលនៅជំងឺមួយប្រភេទនេះបើស្រឡាញ់គ្នាត្រូវចេះការអភិវឌ្ឍខ្លួនរបស់គ្នាសិនគោរពពេលវេលាគ្នាដោយយល់ចិត្តគ្នាដើម្បីរៀនសូត្រអភិវឌ្ឍខ្លួនព្រមគ្នាបើជ្រុលជាមានស្នេហាហើយសូមកុំភ្លេចការសិក្សាកុំរវល់តែបង្កើតចំណងស្នេហាតែមួយមុខឲ្យសោះឲ្យត្រូវចេះកាន់ដៃគ្នាបង្កើតឱកាសរៀនសូត្រទាំងអស់គ្នាបើស្រឡាញ់គ្នាគឺត្រូវតែចេះទទួលយកអតីតកាលគ្នាទៅវិញទៅមកគាំទ្រលើកចិត្តគ្នាក្នុងគ្រាបច្ចុប្បន្នហើយក៏នៅតែបន្តកាន់ដៃគ្នាភាពកក់ក្ដៅនៅក្នុងថ្ងៃអនាគតទៀតបើស្រឡាញ់រាប់អានគ្នាចូលកុំភ្លេចស្រឡាញ់សង្គមផងការស្រឡាញ់គ្នាដោយចេះជំរុញគ្នាទៅវិញទៅមកឲ្យខិតខំប្រឹងប្រែងរៀនសូត្រគឺមានន័យថាស្រឡាញ់សង្គមហើយសេចក្តីស្រឡាញ់បែបនេះជាសេចក្តីស្រឡាញ់មួយប្រភេទដែលចូលរួមចំណែកអភិវឌ្ឍសង្គមមានស្នេហាគឺត្រូវស្មោះត្រង់នឹងស្នេហាហើយបើកើតនៅក្នុងសង្គមណាក៏ត្រូវស្មោះត្រង់នឹងសង្គមនោះដោយរួមគ្នាហ៊ានលះបង់ដើម្បីភាពត្រឹមត្រូវនៅក្នុងសង្គមសម្ដេចសង្ឃជួនណាតបានបង្រៀនថាបរិសុទ្ធចេស្តាស្រីចេស្តានៅក្នុងរដ្ឋណារដ្ឋនោះរីកសមអាចជួយសពគ្រប់ទប់រដ្ឋឲ្យខ្លាំងពុំសូវមានខ្មាំងហ៊ានមកមើលងាយរិះគន់មុនរិះគិតពាក្យរិះគន់អាចបំបែកនៅធម្មពលនៃចិត្តរបស់យើងបានដោយងាយប្រសិនបើយើងធ្វើសកម្មភាពណាមួយដោយពុំមានគោលការណ៍ច្បាស់លាស់នោះទេក្នុងសកម្មភាពមួយវាអាចមានហេតុផលមួយឬច្រើនរឿងនៅក្នុងនោះហើយហេតុផលទាំងនោះតែមានការលាក់បង្កប់គោលដៅមួយឬច្រើនហើយគោលដៅនោះអាចជាទង្វើដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងតែម្នាក់ឬដើម្បីប្រយោជន៍មនុស្សច្រើនអ្នកប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាល់សកម្មភាពនិងទង្វើរបស់យើងវាពុំអាចជៀសផុតពីការរិះគន់បានឡើយអ្នកនិពន្ធជនជាតិអង់គ្លេស Oscar Wilde បានលើកឡើងថាអ្នករិះគន់ជាអ្នកដែលកំណត់នៅតម្លៃរឿងគ្រប់យ៉ាងតែបែរជាមិនដែលដឹងពីតម្លៃរឿងគ្រប់យ៉ាងនោះទេគ្រប់ពេលដែលយើងទទួលបានការរិះគន់យើងមានជម្រើសពីរយ៉ាងទី1យើងអាចជ្រើសរើសឲ្យការរិះគន់បំផ្លាញនៅធម៌ពលនៃចិត្តរបស់យើងនិងទី2យើងអាចយកការរិះគន់មកជំរុញធម៌ពលចិត្តឲ្យកាន់តែខ្លាំងជាងមុនមនុស្សខ្លាំងតែមានសភាពស្ងប់ជាការរិះគន់ត្បិតមនុស្សខ្លាំងតែមានភាពក្លាហានគ្រប់គ្រាន់ក្នុងការឈរម្នាក់ឯងដើម្បីជំនះនៅការរិះគន់ទាំងនេះបញ្ហារបស់មនុស្សខ្លាំងគឺជាធម៌ពលតែមួយគត់ដែលអាចជួយលើកទឹកចិត្តខ្លួនឯងបានមហាមគុន្ធីពោលថាពាក់កណ្ដាលនៃជីវិតខ្ញុំបានរៀនសូត្រពីមិត្តភក្តិដែលរិះគន់ខ្ញុំជាជាងមិត្តដែលសរសើរខ្ញុំប៉ុន្តែខ្ញុំសរសើរពីខ្លួនឯងនៅក្នុងចិត្តជាប្រចាំមនុស្សសកម្មគឺជាមនុស្សដែលធ្វើឲ្យខ្លួនឯងមានតម្លៃជាងថ្ងៃម្សិលមិញគ្រប់វិជ្ជាឬអវិជ្ជាវាតែងអាស្រ័យទៅលើការពិចារណារបស់ខ្លួនយើងត្រូវគិតខុសច្រើនយុវជនបើគ្មានចំណេះដឹងគឺវាគឺជាគ្រោះមួយដែលកើតលើសង្គមហើយតែបើយុវជនមានចំណេះដឹងបម្រើឲ្យតែប្រយោជន៍ខ្លួននោះសង្គមជៀសមិនផុតពីត្រូវរិញរៃដដែលមានប្រយោជន៍អ្វីបើចេះហើយតែមិនធ្វើមានប្រយោជន៍អ្វីបើចេះហើយតែមិនជួយគ្នាភាពខ្លាំងបុគ្គលម្នាក់កើតចេញពីការប្រឹងប្រែងខ្លាំងរបស់បុគ្គលនោះតែភាពខ្លាំងរបស់សង្គមគឺត្រូវការភាពខ្លាំងរបស់បុគ្គលម្នាក់រួបរวมគ្នាតែមានប្រយោជន៍អ្វីបើខ្លាំងហើយតែមិនរួបរวมតែមានប្រយោជន៍អ្វីបើរួបរวมហើយតែមិនទុកចិត្តគ្នាតើបានការអីបើទុកចិត្តគ្នាហើយនៅតែគេបំបែកបំបាក់បានហេតុនេះហើយបានជាគេនិយាយថារួបរวมពុំងាយស៊ូជឿបានពោលថាស៊ូតុងថាជីវិតជួបជុំគ្នាតិចតែបែកបាក់ច្រើនក្នុងសង្គមក៏ពុំខុសគ្នាដែរសុខចិត្តរកពុំឃើញឡើយបើ
យើងមិនស្វែងយល់ពីគ្នាតិចតែបែរជាវិនិច្ឆ័យគ្នាច្រើនជជែកគ្នាតិចឆ្លោះគ្នាច្រើនអាស្រ័យគ្នាតិចគុំគួនច្រើនរួមគ្នាតិចបែកបាក់ច្រើនទុកចិត្តគ្នាតិចសង្ស័យគ្នាច្រើនស្វែងរកការពិតតិចជឿជាក់ខ្លាំងច្រើនលះបង់តិចតែរំពឹងចង់បានច្រើនយើងបានទុកខ្លួនឯងជាធំច្រើនជាងទុកសង្គមជាធំហេតុអ្វីតែចិត្តនៅតែប្រកាន់យើងលែងខ្វល់ខ្វាយពីសង្គមខ្វល់ខ្វាយតែរឿងចាញ់ឈ្នះបារម្ភខ្លាចខ្លួនឯងអន់ជាងបារម្ភសង្គមខ្លួនធ្លាក់ចុះពុំហ៊ានទទួលយកភាពឈឺចាប់តែបែរជាបំផែងការឈឺចាប់ឲ្យសង្គមឈឺតែម្នាក់ឯងយើងនឹងខ្លាចទៅជាជនរងគ្រោះសង្គមបើយើងជាជននៅក្នុងសង្គមពុំរួបរวมគ្នាសង្គ្រោះយើងម្នាក់នឹងត្រូវរស់នៅក្នុងភាពដុនដាបបើយើងពុំរួមគ្នាកសាងសង្គមឲ្យរីកចម្រើនហើយយើងនឹងត្រូវរស់នៅក្នុងភាពភ័យខ្លាចបើយើងពុំរួមគ្នាកសាងសង្គមឲ្យខ្លាំងក្លានរណាក៏ប្រាថ្នាសុខពីសង្គមដែលខ្លួនរស់នៅដែរតែម្នាក់ហាក់ដូចជាសកំណាញ់ពុំហ៊ានលះបង់លើសេចក្តីសុខផ្ទាល់ខ្លួនបន្តិចម្នាក់ដើម្បីចូលរួមឈឺឆ្អាលនិងកសាងសង្គមល្អដើម្បីរស់នៅទាំងអស់គ្នាត្រចៀកអ្នកដឹកនាំត្រូវតែជាត្រចៀកដែលពូកែស្ដាប់ជាងបុគ្គលណាទាំងអស់ពាក្យសរសើរតែងคล้ายនិងពុំពីរោះដោយពាក្យរិះគន់តែការពិតនោះសម្រាប់មេដឹកនាំដែលមានត្រចៀកវាងវៃខ្សាត់ត្រូវពូកែស្ដាប់ពាក្យរិះគន់ឬពាក្យសរសើររបស់មន្ត្រីថាជាពាក្យពិតឬคล้ายមន្ត្រីពូកែស្ដាប់សំឡេងរាសថាតើជាសំឡេងយំសោកឬក៏ជាសំឡេងសោកក្អាក់ក្អាយជាមេទ័ពត្រូវតែពូកែស្ដាប់អំរែកកូនទាហានថាជាសម្រែកឈឺចាប់ឬសម្រែកនៃភាពក្លាហាននេះជាអ្វីបានឆ្លុះបញ្ចាំងនៅក្នុងរឿងសាមកុកចចកភពពុំជីតុងលីប៉ក៏ដូចជារឿងភាគជាច្រើនទៀតរបស់ចិនមេដឹកនាំអាចារ្យពុំអាចគ្មានទីប្រឹក្សាខ្លាំងតែភាពខ្លាំងរបស់ទីប្រឹក្សានឹងខ្លាចគឺជារឿងអត់ប្រយោជន៍បើអ្នកដឹកនាំពុំមានត្រចៀកល្អសម្រាប់អ្នកដែលទស្សនារឿងសាមកុកប្រកាសជាពុំរំលងនោះទេត្រង់ឈុតសង្គ្រាមរវាងយ៉ាន់សៀវហើយនិងឆាវឈុតនេះបានបង្ហាញយ៉ាងច្បាស់ពីកម្រិតនៃការស្ដាប់របស់មេទ័ពដែលកំណត់ពីភាពឈ្នះចាញ់នៃសង្គមព្រមទាំងកំណត់ពីភាពស្លាប់រស់នៃវាសនាជាតិផងស៊ុងជឺនៅក្នុងរឿងស៊ូតុងប៉បានប្រដូចទឹកភ្នែកមន្ត្រីល្អទៅនឹងទឹកទន្លេនៅពេលដែលខ្សាត់ស្ដាប់តែពាក្យសរសើរលំលោមបញ្ចុះបញ្ចូលរបស់មន្ត្រីអាក្រក់បោះបង់ចោលនៅពាក្យរិះគន់ពិតរបស់មន្ត្រីល្អត្រង់ចំណុចនេះយើងគួរនឹកឆ្ងល់ចំណុចមួយនៅក្នុងរឿងចចកភពច្រកភពឈិនដែលថាហេតុអ្វីបានជាវាយយ៉ាងធ្វើការសាក់លបងខ្សាត់អ៊ីងជីលៀងជាច្រើនលើកច្រើនសារមុនចូលខ្លួនទៅបម្រើការងារនៅក្នុងប្រទេសយើងព្រោះថារឿងម្ចាស់ខុសគឺមានវាសនាពុំខុសអ្វីពីស៊ូជឺបានលើកឡើងនោះឡើយមានមន្ត្រីល្អយល់ចិត្តថ្លើមគ្នាជាសំណាងរបស់ខ្សាត់ចេះថ្លឹងថ្លែងពាក្យពិតឬคล้ายគឺជាសំណាងរបស់មន្ត្រីនគរមួយខ្លាំងគឺមានមន្ត្រីល្អជាច្រើនជួយជ្រោមជ្រែងភាពខ្លាំងមន្ត្រីគឺខ្លាំងដោយសារភាពក្លាហាននិងពាក្យនិយាយពិតនគរនឹងមានខ្សាត់ចេះប្រើមន្ត្រីល្អកិច្ចការនគរដើររលូនព្រោះមន្ត្រីល្អពូកែប្រើមនុស្សមានសមត្ថភាពបើអ្នកដឹកនាំគ្រប់គ្រងនៅភាពត្រឹមត្រូវនោះមន្ត្រីនឹងខ្លាចអាទង្វើអាក្រក់បើខ្សាត់តឹងរឹងចំពោះភាពខុសឆ្គងមន្ត្រីអាក្រក់ក៏មិនហ៊ានប្រព្រឹត្តកំហុសហើយកំហុស